Pega Puda Pega Pio បងប្អូនបកក្នុងន័យចំគឺយើងបកថាឈឺពោះបាទឧទាហរណ៍ដូចជាបាទ Pega Paso ខ្ញុំនេះខាសយោ Pega Paso ខ្ញុំនេះខាសយោបាទខ្ញុំបានទៅមន្ទីរពេទ្យដោយសារតែខ្ញុំឈឺពោះបាទឧទាហរណ៍មួយទៀតបាទអជាពុទ្ធភេកាហ្គេសុអផាយអជាពុទ្ធភេកាហ្គេសុអផាយជំនាញន័យថាបាទបានឈឺពោះតាំងពីម្សិលមិញរហូតមកដល់ឥឡូវអត់ទាន់បាត់ទៀតបាទអញ្ចឹងបងប្អូនបានឃើញហើយគឺចំពោះបាទពាក្យថាភេកាភឺតាភេកាផាយយើងបកក្នុងន័យចំគឺឈឺពោះបងប្អូនក៏ប៉ុន្តែពាក្យនេះគឺមានអត្ថន័យទី2បងប្អូនមានន័យថាជាខ្វាន់យ៉ងអបាទគឺន័យធៀបបងប្អូនបាទអញ្ចឹងបើសិនជាន័យធៀបគឺយើងអាចបកថាបាទក្នុងន័យចំណែនបងប្អូនណាបាទមានន័យថាបាទយើងឃើញអ្នកដតីដែលល្អជាងយើងអញ្ចឹងយើងមានការចំណែនគេគឺយើងអាចប្រើជាមួយនឹងបាទភេកាភឺតាភេកាផាយនេះបានបងប្អូនបាទឧទាហរណ៍ដូចជាបាទ 친구가 좋은 회사에 취직해서 배가 너무 아팠어요. 친구가 좋은 회사에 취직해서 배가 너무 아팠어요. បាទអញ្ចឹងយើងមានការចំណាយដោយសារតែយើងឃើញមិត្តភ័ក្តិរបស់យើងគាត់បានធ្វើការនៅក្រុមហ៊ុនដែលល្អជាងយើងអញ្ចឹងទៅបងប្អូនណាបាទអញ្ចឹងពេលការភឺតាក្នុងអត្ថន័យទី2នេះយើងបកថាចំណាយវាស្មើនឹងពាក្យថា chill to អត់ដែរបងប្អូនណាបាទអញ្ចឹងមានន័យថា 남이 잘 되면 남이 잘 되는 것을 보고 배가 아프면 안 돼요 여러분 មានន័យថាយើងឃើញអ្នកដទៃគេល្អជាងយើងធ្វើការចំណាយគេចឹងគឺអត់ល្អទេបងប្អូនណាបាទអញ្ចឹងបាទបងប្អូនអាចយកពាក្យទៅប្រើប្រាស់បាននៅពេលដែលបងប្អូនបាទដូចថាយើងចំណាយមួយគេយើងនិយាយលេងធម្មតាចឹងបងប្អូនណាបាទឃើញគេបានល្អជាងយើងចឹងអូពេលក៏នាំមកភឹកតោះពេលក៏នាំមកផាយបាទយើងអាចប្រើចឹងបានដូចគ្នាបងដែរបងប្អូនណាបាទក្នុងនេះបាទយើងចំណាយអ្នកដទៃឃើញគេល្អជាងយើងចឹងទៅបងប្អូនណាបាទអូខេអញ្ចឹងបងប្អូនបាទចំពោះបងប្អូនចង់សិក្សាថ្នាក់ភាសាកូរ៉េបាទកម្រិត1ឥឡូវនេះគឺមានបាប់ថ្នាក់ថ្មីបងប្អូនណាបាទអាចតាក់ទងមកចុះឈ្មោះចូលរៀនជាមួយគ្នាបានបាទព័ត៌មានលម្អិតនៃការសិក្សាបងប្អូនអាចតាក់ទងមកបានបាទសាកសួរបន្ថែមអញ្ចឹងបងប្អូនណាបាទកុំភ្លេចបងប្អូននៅក្នុងប្រទេសកូរ៉េបាទទំនេរពីការងារឆ្លៀតបាទសិក្សាភាសាកូរ៉េបន្ថែមដើម្បីពង្រឹងនៅសមត្ថភាពបាទចំណេះវិជ្ជាបាទខាងភាសាកូរ៉េរបស់យើងឲ្យកាន់តែបាទខ្លាំងឡើងថែមទៀតចឹងទៅបងប្អូនបាទសូមអរគុណចាំបាទសូមគោរពបាទជម្រាបលា